ការខ្សែ Type C មួយប្រភេទឬក៏ USB-C earphone មួយប្រភេទមកបើកប្រអប់ជូនបងប្អូនអរគ្នាគឺ model Honor AM33R អញ្ចឹងឥឡូវយើងទៅបើកប្រអប់ទាំងអស់គ្នាចង់ដឹងថាសភាពកាសនេះហើយនឹងគុណភាពកាសនេះអាចធ្វើអីបានខ្លះអញ្ចឹងបងប្អូនទាំងអស់គ្នាដឹងហើយថា brand Honor ក្រុមហ៊ុនដែលចេញពី Huawei អញ្ចឹង quality របស់វាគឺក៏មិនធម្មតាត្រឡប់មកមើលប្រអប់មកជុំអញ្ចឹងនៅលើហ្នឹងគេដាក់ជាមួយនឹង Honor USB-C ហើយ Hi-Res Audio អញ្ចឹងបងប្អូនអាចមើលជាមួយនឹងការ design របស់គេបានគេ Type C បតង់តឡាងសលេងថយសលេង pause ហើយកាសមកគូហើយខាងក្រៅនេះគេដាក់ថាមកជាមួយនឹង model AM33A បងប្អូនហើយជាមើលឃើញទេគេវាអាចព្រិលតិចអូខេខាងក្រៅនេះគេមានមកជាមួយនឹង serial code number model កាសរបស់គេហើយយើងបើកចេញមកហើយតោះកាលនេះតម្លៃវាតែ$10ជាងទេលំដាប់បាក់ចិត្តហ្នឹងនេះហើយអាចថាល្អប្រើជាមួយខ្ញុំតេស្តជាមួយ MacBook ខ្ញុំផ្ទាល់តែម្ដងអូខេព្រោះខ្ញុំអត់មានទូរស័ព្ទ Honor តេស្តទេយើងតេស្តជាមួយ MacBook ទៅអានេះខ្សែស្លាយរបស់ Huawei យ៉ាងនេះអញ្ចឹងពូជតែមួយទេអានេះអូខេហើយ quality sound នេះអាចថាប្រហែលជាល្អដូច Huawei យ៉ាងពោះអ្នកដែលធ្លាប់ប្រើប្រដាក់ Huawei គឺដឹងហើយអញ្ចឹងនេះអូខេខ្ញុំទុកវាម្លែងអត់មានអីទេខាងក្នុងវាខ្យល់បែបនេះអ្នកគ្នាអូខេចឹងការ design របស់វាអាចថា clean ស្អាតអ្នកនេះឥឡូវយើងទាញវាមកអូខេនេះគេដាក់រាងជ័រ plastic មកការវិខ្យល់របស់វារាងស្ទើរតិចប៉ុន្តែវាតាមតម្លៃនេះអូខេនៅពេលដែលខ្ញុំចាប់កាន់ការនេះមានថាវាល្អមែនតើនេះសាច់វាទន់ហើយស្វិតមានអារម្មណ៍អញ្ចឹងឥឡូវយើងបកខ្ញុំរកកន្លែងបកឃើញនេះឡើយនេះគេបកមកយើងបកចេញមកអូខេអ្នកគ្នាបន្ទាប់ពីយើងអានបកហើយយើងហែកមកយើងមើលកាសនេះមកជុំតែម្ដងអូខេអ្នកគ្នាតាក់ទងទៅនឹងខ្សែកាសនេះគឺទន់ហើយស្វិតមែនតើអានេះវាអាច quality វាខ្សែវាអាចថាដូចកាសរបស់ Apple អញ្ចឹងកាសរបស់ iPhone quality វាគឺ material build គឺស្អាតដូចគ្នាអ្នកគ្នាហើយជើង Type C វានេះក៏ស្អាតដែរនេះខ្ញុំអាចថា rate ឲ្យខ្ពស់មែនតើនេះបងប្អូនកាន់ផ្ទាល់មិនដឹងសាច់វាទន់ហើយស្វិតវាអត់ច្បត់ទេគាត់នៅក្នុងប្រអប់វាដាក់រឿងច្បត់ខ្លាំងតែចេញមកក៏វាអត់ច្បត់ហើយនៅលើហ្នឹងវាមានបតុងបិទបើកបន្ថយសលេងតឡើងសលេងហើយអាបតុងកដាលនេះคลิกល្អមែនតើហើយកដាលនេះយើងអាចវាមាន function double tap triple tap នេះ microphone របស់វានៅហ្នឹងអញ្ចឹងស្រោមវិញខ្សែរបស់វាគឺទន់មែនតើហ្នឹងស្វិតមកយើង design មក clean តែម្ដងហើយកន្លែងនេះវាមានថាវារឿង design មករឿងធំជាងរបស់ Apple យើងចាប់ទៅពេញម្រាមដៃល្អដកដោតស្រួលនេះហើយ design មកគេរឿងស្អាតជាងរបស់ Apple នេះចាប់ទៅដោតទៅហើយកន្លែង good Type C វិញនេះតែស្អាតមែនតើអ្នកនេះតាឥឡូវយើងសាកជាមួយ MacBook តែម្ដងទៅចាំមិនថាវា support អត់ពួកខ្ញុំអត់មានទូរស័ព្ទដែលមានរុន Type C ទេគេឥឡូវយើងសាកខ្ញុំគិតថានេះ design មកស្អាតដូច earpod USB-C earpod របស់ Apple អញ្ចឹងវាអាចថាដូចគ្នាអ្នកគ្នាគាត់ថាខុសរូបរាងហើយនឹងអាចថា sound quality អាចអានេះលឺព្រោះជាងឬក៏ MacBook លឺព្រោះជាងអូសូម្បីតែការដោតរបស់គេក៏ស្ដាប់ទៅមានអារម្មណ៍ថាវាអត់តាក់នេះ comfort មែនតើល្អមែនតើដោតទៅគឺវាស្នាច់ល្អវាជាប់ល្អផឹបអូខេអ្នកគ្នានៅពេលដែលខ្ញុំដោតទៅវា load នេះអ្នកគ្នាឃើញអត់នេះវា load ដាក់ថាបងប្អូនអាចមើលឃើញទេនេះនៅពេលដែលខ្ញុំដោតវា load មកដាក់ថាHonor USB-C headset មានថាកាសនេះកាស original វាស្គាល់វាទទួលស្គាល់ណាអញ្ចឹងមានវា support ជាមួយ MacBook អូខេឥឡូវខ្ញុំតេស្តខ្ញុំរៀងតែម្ដងចំណាស់ថាសលេងវាអែមប៉ុណ្ណាអូខេអ្នកគ្នាអីដែលខ្ញុំអាចរំពឹងថាវាសលេងព្រោះខ្លាំងមែនតើអ្នកគ្នាជាមួយកាស Honor នេះខ្ញុំបើយើងធៀបជាមួយនឹងកាសខ្សែ USB-C port របស់ iPhone ណាគឺ quality វាគឺដូចគ្នាតែម្ដងអានេះអាចថាសលេងបុកងុំធ្ងន់ជាងផងហើយតម្លៃខុសគ្នាពាក់កណ្ដាលអ្នកគ្នាបងប្អូនណាដែលសាអាចសាកបានកាសខ្សែ Type C របស់ Honor នេះគឺល្អខ្លាំងមែនតើអ្នកគ្នាអត់រំពឹងថាវាសលេងព្រោះខ្លាំងអញ្ចឹងណាប្រើផ្ទាល់គឺខ្ញុំ experience បបពិសោធន៍ថ្មីឯនេះខ្ញុំអត់ដឹងថាបងប្អូនធ្លាប់ប្រើកាស Honor ល្អបែបម៉េចទេអានេះគឺល្អខ្លាំងមែនតើឥឡូវយើងត្រឡប់មកជាមួយនឹង function របស់វាគឺលយជាងទៅនឹងរបស់ Apple ទេនេះ USB-C របស់ iPhone ទៀតអញ្ចឹងបតុងមកវា pause នេះអានេះ pause នេះចុច1អ្នកគ្នាចុច1គឺឆ្កប់ចម្រៀងចុច2ដងគឺវាផ្លាស់ប្ដូរចម្រៀងទៅមុខហើយចុច3ដងវាត្រឡប់មកក្រោយវិញគឺវា response បានល្អខ្លាំងមែនតើហើយ sound quality ចេញពីកាសមកគូនេះខ្ញុំ rate 9/10ហើយអ្នកគ្នាអញ្ចឹងនេះជាសលេងដែលខ្ញុំបាន record
ok ឥឡូវខ្ញុំផ្លាស់ប្ដូរទៅជា speaker របស់ computer វិញតែម្ដងអូខេអញ្ចឹងនេះមើលអូខេនៅលើនេះគេដាក់ microphone speaker ខ្ញុំប្រើ on USB-C headset ឥឡូវយើងដាក់ microphone speaker វិញតែម្ដងទៅហើយចង់ដឹងថាស្ដាប់សំឡេងរបស់វាបរោះខ្លាំងប៉ុណ្ណាអ្នកគ្នាតោះឥឡូវខ្ញុំបើកសំឡេងវាឲ្យខ្លាំងបន្តិចអូខេតោះមួយពីរ testing sound នេះគឺជាសំឡេងដែល record ចេញពីកាស Honor AM 33បន្ទាប់ពីខ្ញុំបានសាកប្រើជាមួយនឹងកាសខ្សែ Type C របស់ Honor មកអ្នកគ្នាខ្ញុំដកចិត្តអត់រួចទេដោយសារតែខ្ញុំជាអ្នកដែលធ្លាប់ប្រើជាមួយនឹងកាសខ្សែ iPhone ទាំង Lightning ទាំងដួយមូលទាំង USB-C បើយើងធៀបជាមួយនឹងប្រភេទ USB-C on earpod នេះគឺល្អខ្លាំងបើខ្ញុំប្រៀបធៀបទៅនឹងកាសខ្សែ USB-C iPhone ណាសំឡេងវាដូចគ្នាចឹងទាំង microphone ទាំង sound quality អាចថានេះវាមាន system មួយបែបរបស់វាចឹងបងប្អូនត្រូវការអាចកំងពីខាង Facebook page មើលរបស់